របស់យើងប្រចាំការនៅក្នុងក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យលោកសខានឹងឆ្លើយឆ្លងបន្តបាទលោកបន្ថននៅទីនោះជំរាបសួរលោកបន្ថនបាទជំរាបសួរលោកសខានិងលោកបត្រាបាទបាទលោកបន្ថនមានរឿងអ្វីរាយការណ៍ពីប៉ោយប៉ែតព្រឹកនេះបាទព្រឹកនេះនៅប៉ោយប៉ែតខ្ញុំបានមានសេចក្តីរាយការណ៍មួយបាទតំណែងនាំចូលក្នុងស្រុកតាមច្រករបៀងខុសច្បាប់បន្តកើតមាននៅតាមព្រំដែនលោកបាទសូមជើញបាទមន្ត្រីគយរដ្ឋនិងរដ្ឋកោកំពុងធ្វើសកម្មភាពប្រមូលពន្ធ100%ពីតំណែងដែលបាននាំចូលមកក្នុងស្រុកតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតតាមច្រកទ្វារអន្តរជាតិប្រាប់តែពេលនេះមានតំណែងមួយចំនួនត្រូវបានគេនាំចូលក្នុងស្រុកតាមច្រករបៀងខុសច្បាប់ទៅវិញបាទជាក់ស្ដែងមានច្រករបៀង2ស្ថិតក្នុងឃុំពងរស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យដោយគេដឹងថាមានការគប់គិតគ្នាបាទរវាងឈ្មោះជាមួយនឹងកងកម្លាំងជួយជើងនៅច្រករបៀងខុសច្បាប់មានប៉ូលីសការពារព្រំដែនគោកយោធាកងស្រុកម៉ាឡៃបាននាំគាសរាប់រយធុងបាទក្នុងមួយថ្ងៃដោយខុសច្បាប់ចូលមកក្នុងស្រុកពាក់ព័ន្ធនឹងតំណែងបាទនាំចូលក្នុងស្រុកតាមច្រករបៀងខុសច្បាប់នោះបាទមានមន្ត្រីការពារព្រំដែនគោកម្នាក់បាទសូមមិនចេញឈ្មោះបានប្រាប់ឲ្យដឹងថាតែហៅថាច្រកស្របច្បាប់គឺមានការទទួលស្គាល់ពីរដ្ឋាភិបាលឬក្រសួងមហាផ្ទៃបាទតែចេញដោយអនុក្រឹត្យដូច្នេះច្រកដែលមិនមានច្បាប់គឺជាជនមួយក្តាប់តូចបាទតែបានលួចនាំមនុស្សឆ្លងដែនឬក៏នាំតំណែងឆ្លងកាត់ចូលមកក្នុងស្រុកនោះគឺពុំមែនជាស្រុកខុសច្បាប់ឡើយបាទលោកបន្ថនខ្ញុំបញ្ហានេះលោកបាទបញ្ជាក់លោកទីរូបភាពនេះមានន័យថាខាងគយលោកទៅចាប់បានឬក៏យើងឆ្មក់លោកថតបានបាទខ្ញុំសូមបញ្ជាក់ដែរលោកសខាបាទនេះគឺខ្ញុំបានចូលឆ្មក់ទៅថតនៅជាប់ព្រំដែនអូធម្មតានៅព្រំដែនគឺមានអូលោកបាទត្រូវហើយបាទក្រុមឈ្មោះនិងសមាជិកនេះបានគប់គិតគ្នាបាទលួចនាំចូលមកទឹកដីខ្មែរយើងតាមដោយឆ្លងកាត់អូមកហើយនៅមួយកន្លែងនោះគឺមិនមានឃ្លាំងទេបាទមួយកន្លែងទៀតគឺខាងសមាជិកជាពិសេសគឺយោធាម្នាក់បាទឈ្មោះលឹមយូវែងបាទនៅកងពលតូច51បាទបានគេមានដីរបស់គេគឺគេបើច្រកនៅលើទឹកដីរបស់គេតែម្ដងបាទហើយគេបាននាំហ្គាសចូលរាប់រយធុងក្នុងមួយថ្ងៃលោកបាទលោកបន្ថននៅពេលដែលបានឃើញព័ត៌មាននេះហើយលោកមានតាក់ទងទៅខាងអាជ្ញាធរដែលពាក់ព័ន្ធដើម្បីសូមការបំភ្លឺនិងចាត់ការចំពោះអ្វីដែលលោករាយការណ៍ថាមាននេះមាននោះជាអ្នកប្រព្រឹត្តបទល្មើសនឹងហើយឬនៅហើយគេឆ្លើយតបយ៉ាងម៉េចបាទសម្រាប់លោកប្រធានស្ទួយប្រចាំនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតលោកបាននិយាយប្រាប់ឲ្យដឹងផងដែរថាពាក់ព័ន្ធនឹងការតំណែងដែលពាក់ព័ន្ធនឹងការនាំចូលតំណែងស្របច្បាប់នោះគឺពុំមែនជាតំណែងពុំបាននាំចូលនៅតាមច្រករបៀងខុសច្បាប់ទេគឺត្រូវតែចូលតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតបាទតែជាច្រកមានសមត្ថកិច្ចជំនាញដើម្បីត្រួតពិនិត្យរាល់តំណែងរួចហើយនាំមានការបងពន្ធចូលរដ្ឋបាទប៉ុន្តែលោកក៏បានបញ្ជាក់ផងដែរថាគាសនេះមន្ត្រីគួរចល័តគេបានចុះបញ្ជីនឹងធ្វើការបងពន្ធផងដែរពាក់ព័ន្ធនឹងនេះប៉ុន្តែខ្ញុំបានសួរទៅលោកពាក់ព័ន្ធនឹងហេតុអ្វីបានចាំបាច់នាំគាសនៅតាមច្រករបៀងខុសច្បាប់បែបនេះលោកបានបញ្ជាក់ថាមិនមែនជាបទបញ្ជាឲ្យក្រុមមួយក្តាប់តូចនោះនាំតំណែងខុសច្បាប់នៅតាមច្រករបៀងនោះទេលោកបាទអរគុណលោកបន្ថនបាទអរគុណបាទលោកជម្រាបលាលោកបាទជម្រាបលាលោកបាទឥឡូវនេះបន្តជួបភ្នាក់ងារបន្តទៀតទៅខាងលោកវិចិត្របាទចាំការខាងឧត្តមបញ្ជីបាទសូមជើញបាទជម្រាបសួរលោកវិចិត្របាទហើយព្រឹកនេះខាងអាកាសធាតុនៅក្នុងខេត្តឧត្តរមានជ័យយ៉ាងម៉េចដែរទៅបាទត្រជាក់ឬក៏យ៉ាងណាដែរទៅបាទក្នុងខេត្តឧត្តរមានជ័យយើងបាទត្រជាក់ណាបងក្នុងព្រឹកនេះចាប់ពី3-4ថ្ងៃមុនរហូតដល់មកឡើងគឺត្រជាក់ខ្លាំងបងបាទឥឡូវយើងងាកពីរឿងរ៉ាវរបស់យើងវិញមានអ្វីជម្រាបជូនដល់ទូរទស្សនិកជនរបស់យើងដែរព្រឹកនេះសូមអញ្ជើញបាទព្រឹកនេះខ្ញុំបាទមាន
រាយការណ៍មួយតាក់ទងជាមួយទាហានឈុតខ្មៅថៃខាត់រថយន្តដឹកទំនិញចេញចូលតាមច្រកទ្វារអន្តរជាតិជាំស្រងាំនៃខេត្តឧត្តរមានជ័យអស់រយៈពេល2ម៉ោងនិងគម្រាមបិទច្រកនេះទាំងស្រុងបើសិនជាកម្ពុជាមិនវាយកំទេចសាបខាងមុខប៉ុស្តិ៍ត្រួតពិនិត្យចម្រុះនោះទេបាទ អូអញ្ចឹងវិញបាទសូមអញ្ជើញបាទចាំមិនទៅ បាទទាហានឈុតខ្មៅថៃជាង20នាក់បានធ្វើសកម្មភាពបិទច្រកជាំស្រងាំនៃខេត្តឧត្តរមានជ័យអស់រយៈពេល2ម៉ោងកាលពីព្រឹកថ្ងៃទី15មករាឆ្នាំ2014ដោយឈោខាត់រថយន្តដឹកទំនិញចេញចូលគ្រប់ប្រភេទនៅមុខស្នាក់ការប៉ុស្តិ៍អន្តរប្រវេសន៍របស់ខ្លួននឹងធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋទាំងពីរប្រទេសជាពិសេសភ្ញៀវជាតិនិងភ្ញៀវអន្តរជាតិដែលឆ្លងកាត់តាមច្រកអន្តរជាតិនោះ ដោយសារតែឃើញប៉ុស្តិ៍ត្រួតពិនិត្យចម្រុះរបស់កម្ពុជាចាក់សាបដើម្បីត្រង់ទឹកគ្លៀងដែលមានទំហំត្រឹមតែ2ម៉ែត្រកន្លះនិងគុណនឹង9ម៉ែត្រនិងគម្រាមបិទទាំងស្រុងបើមិនវាយកំទេចសាបនោះចោលទេ បាទ ក៏ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺមន្ត្រីយោធាទំនាក់ទំនងព្រំដែនរបស់ប្រទេសថៃបានប្រាប់កម្ពុជាថាទាហានឈុតខ្មៅរបស់ខ្លួនយល់ព្រមដកកម្លាំងចេញទៅវិញ លុះត្រាតែមន្ត្រីកម្មគងត្រូលកម្ពុជាវាកំទេចសាបនៅមុខស្នាក់ការប៉ុស្តិ៍ត្រួតពិនិត្យចម្រុះរបស់កម្ពុជាសកម្មភាពតាមតឹងនេះបានកើតឡើងបាទនឹងបិទច្រកចាប់តាំងពីម៉ោង 7 រហូតដល់ម៉ោង 9 ព្រឹកទើបទាហានឈុតខ្មៅថៃបើកឲ្យដំណើរការឡើងវិញក៏ប៉ុន្តែទាហានឈុតខ្មៅថៃនោះមិនព្រមដកកម្លាំងរបស់ខ្លួនចេញទាំងស្រុងនោះទេ បាទដោយឡែកភាគីខាងកម្ពុជាបានឲ្យដឹងថាចំពោះបញ្ហាដែលយោធាឈុតខ្មៅ ថៃបញ្ជាឲ្យវាកំទេចសាបបេតុងនៅមុខស្នាក់ការប៉ុស្តិ៍ត្រួតពិនិត្យចម្រុះនោះវាជារឿងញុះញង់បង្កទំនាស់តែប៉ុណ្ណោះហើយស្នាក់ការរបស់ប៉ុស្តិ៍កម្ពុជាគឺនៅលើទឹកដីកម្ពុជាដូច្នេះថៃគ្មានសិទ្ធិមកបញ្ជាឲ្យកម្ពុជាវាកំទេចនោះទេហើយច្រកអន្តរជាតិនេះភាគីកម្ពុជាបើកគ្រប់ពេលវេលារកការនាំចេញចូលនៅផលិតផលរបស់ប្រជាពលរដ្ឋទាំងពីរប្រទេសផងដែរបាទ បាទមានអ្វីបន្ថែមបាទ បាទខ្ញុំបាទវិចិត្ររាយការណ៍ពីខេត្តឧត្តរមានជ័យបាទ បាទសូមអរគុណសូមជម្រាបលាលោកពិចិត្រដោយសារតែមានករណីយើងខាងសងនៅខាងភាគីយើងទេគេតម្រូវឲ្យយើងវាយបបែកសាបរបស់យើងវិញមិនដឹងថាម៉េចទេខាងមន្ត្រីជំនាញទុកឲ្យលោកដោះស្រាយបន្តទៅទៀតបាទ ពេលនេះសូមអនុញ្ញាតសម្រាប់ឲ្យផ្លែសិនបន្តិចទៀតភ្ជាប់ទូរស័ព្ទទៅកាន់ភ្នាក់ងារដទៃទៀតដើម្បីបញ្ចប់កម្មវិធីបាទសូមសម្រាប់បន្តិច